Sing teko padha lali dalan mulih. Teko padha lali dalan mulih. Aduh mrene. Sing teko padha lali dalan mulih. Awak kabeh. ជម្រាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹង Eminado សម្រាប់រឿងក្នុង Channel Haryana បាទជួបគ្នាម្ដងទៀតជាមួយនឹងសាររឿងថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានចំណងជើងថាអ្នកតាបើកដៃដែលជាសាច់រឿងបែបភេរន្ធននឹងអាត់កំបាំងនេះអំពីមានក្រុមនិស្សិតមហាវិទ្យាល័យមួយក្រុមក្រោយពីប្រឡងបញ្ចប់ឆ្នាំក៏នាំគ្នាទៅបោះតង់នៅលើភ្នំបែរទៅជាបំពេញអ្នកតានៅលើភ្នំក៏ត្រូវអ្នកតាបើកដៃឲ្យពពួកអមនុស្សនៅលើភ្នំនោះធ្វើបាបនិងបញ្ចប់ជីវិតរបស់ពួកគេចង់ដឹងរឿងលម្អិតនិងចំណោទបញ្ហាទៅជាងណាតទៅតាមដានការសម្រាយរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងរូបភាពក៏បង្ហាញនៅក្នុងសាកលវិទ្យាល័យមួយកន្លែងក៏បង្ហាញពីសិស្សកំពុងតែប្រឡងបញ្ចប់ឆ្នាំក្រោយពីប្រឡងរួចក៏បានឃើញក្មេងប្រុសពីរនាក់កំពុងតែដើរមកជួបគ្នាក្រោយពីប្រឡងបញ្ចប់ដែលគេមានឈ្មោះថាអាកានិងអាយុហើយពួកគេក៏កំពុងតែចង់ដើរលេងនៅកន្លែងមួយក្រោយពីប្រឡងបញ្ចប់ឆ្នាំរួចហើយមើលទៅពួកគេគឺពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ក្រោយមកក៏ឃើញពួកគេក៏ទៅបបួលនារីម្នាក់ទៀតដែលជាមិត្តរបស់ពួកគេដើម្បីទៅជាមួយគ្នាដែលនាងមានឈ្មោះថានីតាដំបូងនាងមិនចង់ទៅនោះទេតែអាយុក៏ព្យាយាមរៀបរាប់ថាតំបន់នោះសប្បាយខ្លាំងណាស់ហើយនាងប្រកាសជាមិនធ្លាប់ទៅពីមុនមកនោះទេគឺជាការបោះតង់ឡើងភ្នំហើយតាមការពិតអាកាគឺជាមិត្តប្រុសរបស់នីតាហើយអាយុក៏ចាប់ផ្ដើមគិតថាបើទៅតែ3នាក់ប្រកាសជាពួកគេស្វីតដាក់គេចាក់ជាពុំខានព្រោះពួកគេមានគូតែនីតាក៏ថាចាំនាងបបួលមិត្តភក្តិស្រីរបស់នាងទៅម្នាក់ទៀតរួចរូបភាពក៏កាត់មកឃើញនាងកំពុងតែដើរទៅរកមិត្តភក្តិស្រីម្នាក់នោះហើយគ្រាន់តែអាយុឃើញនាងភ្លាមក៏បង្ហាញទឹកមុខហាក់ដូចជាចាប់អារម្មណ៍ចំពោះនាងភ្លាមនោះតែម្ដងរួចពួកគេក៏និយាយគ្នាពីការទៅបោះតង់ឡើងភ្នំនោះជុំគ្នាទាំង4នាក់ហើយមិត្តរបស់នីតាក៏យល់ព្រមដូចគ្នាព្រោះតែទើបតែប្រឡងបញ្ចប់ឆ្នាំដូចគ្នាក៏ចង់ទៅកំសាន្តដូចគ្នាហើយនាងមានឈ្មោះថាអានីក្រោយមកពួកគេក៏មកប្រជុំគ្នាសិក្សាពីតំបន់ភ្នំនោះនិងរៀបគម្រោងដើម្បីធ្វើការបោះតង់នៅលើភ្នំនិងរយៈពេលដែលពួកគេទៅកំសាន្តជុំគ្នានោះក្រោយមកពួកគេក៏ចាប់ផ្ដើមធ្វើដំណើរតាមឡានផ្ទាល់ខ្លួនរបស់ពួកគេទៅតំបន់ភ្នំមួយនោះមើលទៅពួកគេគឺពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះតែរវល់តែរៀនទើបតែប្រឡងបញ្ចប់ឆ្នាំបែបនេះបានដើរកំសាន្តម្ដងគឺពិតជាស្រស់ថ្លាខ្លាំងណាស់តែពេលនោះអានីក៏ស្រាប់តែឃើញលេខម្ដាយរបស់នាងខលមកតែនាងមិនចុចទទួលនោះទេធ្វើឲ្យអាយុមើលឃើញក៏ឆ្ងល់ខ្លាំងណាស់ប្រហែលជាទំនាក់ទំនងនាងនិងម្ដាយមិនល្អនោះទេក្រោយមកពួកគេក៏ធ្វើដំណើរទៅដល់ជើងភ្នំជាកន្លែងដែលត្រូវទិញសម្បត្តិដើម្បីចូលទៅតំបន់ភ្នំមួយនោះហើយក៏ឃើញមានភ្ញៀវទេសចរជាអ្នកឡើងភ្នំផ្សេងទៀតមកតំបន់នោះដូចគ្នាក្រោយមកពួកគេក៏ចាប់ផ្ដើមបំពេញឯកសារដូចជាអត្តសញ្ញាណរបស់ពួកគេសម្រាប់ធ្វើការឡើងភ្នំបើសិនជាមានបញ្ហាអ្វីមួយក្រុមសង្គ្រោះងាយនឹងទៅរកពួកគេហើយអ្នកដែលនៅកន្លែងទទួលវត្តមានពួកគេនោះក៏ប្រាប់ពួកគេឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះការឡើងភ្នំវាអាចមានការធ្លាក់ការរអិលមិនអាចលេងសើចបាននោះទេតែពេលនោះលោកតាម្នាក់ដែលឈរនៅក្បែរនោះក៏លូកមាត់ប្រាប់ពួកគេថាគឺហាមបំផុតគឺជាសេចក្តីប្រមាថកុំប្រមាថអ្វីមួយនៅក្នុងព្រៃលើភ្នំនេះឲ្យសោះគ្រាន់តែឮលោកតានោះនិយាយពួកគេក៏មើលមុខគ្នាតែម្ដងហើយអាយុក៏ប្រាប់មិត្តរបស់ពួកគេទាំងអស់ថាគឺលោកតាគ្រាន់តែមានចេតនាចង់ឲ្យពួកយើងធ្វើការគោរពទៅដល់ម្ចាស់ទឹកដីនៅក្នុងតំបន់ភ្នំនេះក៏មានការប្រមាថឲ្យសោះព្រោះទីនេះមិនមែនជាកន្លែងរបស់ពួកយើងនោះទេបើមានការខុសឆ្គងបែបណាគ្មាននរណាអាចជួយយើងបាននោះទេហើយនីតាក៏ថាតើឯងចង់និយាយពីរបស់ដែលមើលមិនឃើញមែនទេហើយអាកាមិត្តប្រុសរបស់នីតាក៏ថាយ៉ាងណាយើងត្រូវតែគោរពទៅដល់គេកុំប្រមាថវាល្អជាងទោះជឿឬក៏មិនជឿក៏ដោយបន្ទាប់មកក្រោយពីសម្រាកនៅឯជើងភ្នំមួយយប់ព្រឹកឡើងពួកគេក៏ចាប់ផ្ដើមដើរចូលទៅតំបន់ភ្នំនោះតែម្ដងចំណែកនីតានាងក៏អួតទៅអាកាមិត្តប្រុសរបស់នាងថាយើងដើរមួយសន្ទុះទៅហើយតែនាងមិនមានអារម្មណ៍ថាហត់នោះទេចាំមើលនាងនឹងដើរឲ្យលឿនទៅមុខគេរហូតតែម្ដងតែដំណំនៅក្នុងការឡើងទីខ្ពស់ឬក៏លើភ្នំគេមិនឲ្យនិយាយពាក្យថាមិនហត់ឬក៏ហត់នោះទេចំណែកអានីកំពុងតែដើរក្បែរអាយុហើយអាយុក៏ព្យាយាមនិយាយរកនាងរហូតទើបនាងក៏សួរត្រង់តែម្ដងថាតើលោកចាប់អារម្មណ៍ខ្ញុំ
មែនទេហើយអាយុក៏ឆ្លើយត្រង់ដែរថាពិតមែនហើយតែនាងក៏ថាបើសិនជាលោកដឹងរឿងខ្ញុំច្បាស់ប្រហែលជាលោកមិនអាចចាប់អារម្មណ៍និងស្រឡាញ់ខ្ញុំបាននោះទេព្រោះម្ដាយរបស់នាងតឹងរឹងណាស់នឹងសូម្បីតែឡើងមកលើភ្នំនេះបើខ្ញុំទទួលទូរស័ព្ទរបស់គាត់នៅពេលនោះប្រាប់គាត់ថានាងមកឡើងភ្នំប្រកាសជាមិនមានការយល់ព្រមពីគាត់នោះទេទើបនាងមិនព្រមទទួលលោកក៏បានឃើញដែរតែលោកនៅចង់ធ្វើសង្សារខ្ញុំទេដំបូងគេមិនមាត់នោះទេតែបានបន្តិចក៏តបវិញថាក្រោយពីពួកយើងអាចចុះពីលើភ្នំវិញនៅពេលដើរកំសាន្តរួចខ្ញុំនឹងសុំនាងធ្វើសង្សារជាផ្លូវការតែនាងមិនតបឆ្លើយអ្វីនោះទេបានត្រឹមតែញញឹមរួចក៏ដើរចេញទៅមុខបន្តទៀតក្រោយមកពួកគេក៏ធ្វើដំណើរទៅដល់ចង្កេះភ្នំមួយក្នុងតំបន់ភ្នំនោះនីតាក៏បានឃើញមានសំណែនពិធីអ្វីម្យ៉ាងនៅក្បែរនោះធ្វើឲ្យនាងឆ្ងល់ក៏យកជើងទៅទាត់នឹងឆ្កឹះមើលហើយគ្រប់គ្នាក៏ប្រញាប់ហាមឃាត់នាងថាកុំឲ្យប៉ះពាល់នឹងយកជើងទៅទាត់បែបនេះហើយអាកាមិត្តប្រុសរបស់នាងក៏ថាសំណែនបែបនេះសឹងតែមានគ្រប់ភ្នំទាំងអស់ទៅហើយដែលវាគឺជាការសែនសូមបើកផ្លូវនិងសេចក្តីសុខទៅកាន់ម្ចាស់តំបន់និងមិនអាចប្រមាថបាននោះទេតែនីតាក៏ថាពួកឯងហាក់ដូចជាជឿរឿងទាំងអស់នេះច្រើនពេកហើយវាគ្មានអ្វីនោះទេហើយគ្រាន់តែនាងនិយាយរួចក៏ស្រាប់តែមានអមនុស្សម្នាក់បានមកខ្សឹបដាក់ត្រចៀកនាងថាបើនាងឯងខ្លាំងរកផ្លូវមកផ្ទះដោយខ្លួនឯងវិញចុះគ្រាន់តែឮបែបនេះក៏ធ្វើឲ្យនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏សួរគ្រប់គ្នាថាមានបាននិយាយអ្វីនៅក្បែរនេះឬក៏អត់តែគ្រប់គ្នាក៏ថាមិនបាននិយាយអ្វីនោះទេធ្វើឲ្យនាងគឺពិតជាឆ្ងល់ខ្លាំងណាស់តែនាងក៏លែងចាប់អារម្មណ៍គិតថាប្រហែលជាសំឡេងដើមឈើឬក៏សត្វព្រៃអីហើយក៏នាំគ្នាធ្វើដំណើរទៅមុខបន្តទៀតហើយមើលទៅនីតានាងដើរលឿនណាស់ទើបសង្សាររបស់នាងប្រាប់ថាកុំដើរលឿនពេកចាំអ្នកក្រោយផងព្រោះលើភ្នំបើដើរឆ្ងាយពីគ្នាអាចនឹងមានឱកាសវង្វេងគ្នាខ្លាំងណាស់តែមើលទៅនាងមិនស្ដាប់នោះទេនៅតែបន្តធ្វើបែបនេះក៏ស្រាប់តែទៅដល់ផ្លូវមួយដែលត្រូវបែកចេញជាពីរតែមិត្តរបស់នាងមិនដឹងថានាងដើរទៅផ្លូវណានោះទេទើបពួកគេក៏សម្រេចចិត្តដើរទៅតាមផ្លូវមួយហើយរត់យ៉ាងលឿនហើយសំណាងខ្លាំងណាស់ដែលពួកគេរើសផ្លូវត្រូវដែលមិនវង្វេងពីនាងបន្ទាប់មកក៏ឃើញពួកគេដើរទៅដល់ជម្រាលភ្នំមួយដែលមានទឹកនៅខាងក្រោមក្រោយពីពួកគេតាមនាងតាន់ពួកគេក៏ប្រាប់នាងថាកុំឲ្យធ្វើបែបនេះបន្តទៀតពួកយើងប៊ីតែវង្វេងនាងទៅហើយតែនាងក៏នៅតែមិនស្ដាប់នោះទេក៏នៅតែដើរទៅក្បែរជម្រាលភ្នំបន្តទៀតក៏ស្រាប់តែរអិលជើងធ្លាក់ចុះទៅខាងក្រោមជម្រាលភ្នំនោះដែលមានទឹកនៅខាងក្រោមពេលដែលនាងធ្លាក់ចូលទៅដល់ក្នុងទឹកខាងក្រោមនោះក៏ស្រាប់តែបានឮសំឡេងនិយាយដដែលថានាងឯងប្រមាថយើងនាងឯងរកផ្លូវទៅផ្ទះដោយខ្លួនឯងទៅក្រោយមកមិត្តរបស់នាងក៏ព្យាយាមរកវិធីចុះទៅខាងក្រោមបំរុងនឹងលោតចូលទៅក្នុងទឹកជួយនាងតែអានីក៏បានមើលឃើញនីតាបែរជាមកអង្គុយនៅក្បែរមាត់ទឹកទៅវិញហើយគ្រប់គ្នាក៏ប្រញាប់រត់ទៅមើលនាងតែអានីឃើញទឹកមុខរបស់នីតាលើកនេះហាក់ដូចជាចម្លែកគ្មានស្មារតីនៅក្នុងខ្លួននោះទេតែអាកានិងអាយុមិនទាន់ចាប់អារម្មណ៍នោះទេក៏ប្រញាប់នាំគ្នាគ្រានាងឡើងមកលើគោកវិញក្រោយមកពួកគេក៏នាំគ្នាបោះតង់នៅក្បែរនោះសិនដើម្បីសម្រាកនិងមើលពីអាការៈរបស់នីតាតែមើលទៅសភាពរបស់នីតាហាក់ដូចជាស្ងប់ស្ងាត់មិននិយាយអ្វីទាំងអស់ក្រោយពីធ្លាក់ចូលទៅក្នុងទឹកនោះហើយឡើងមកវិញតែបានបន្តិចនាងក៏ស្រាប់តែញញឹមយ៉ាងចម្លែកហើយក៏ចាប់ផ្ដើមបញ្ចេញអាការៈយ៉ាងគួរឲ្យខ្លាចហាក់ដូចជាមានអ្វីចូលសន្ធិដ្ឋក្នុងខ្លួនរបស់នាងអញ្ចឹងនិងចាប់ផ្ដើមនិយាយពាក្យចម្លែកថាអាមួយណាក៏ដោយឲ្យតែមកជាមួយនឹងនាងម្នាក់នេះពួកឯងនឹងរកផ្លូវចេញមិនបាននោះទេយើងនឹងឲ្យពួកឯងរកផ្លូវចេញដោយខ្លួនឯងយើងលែងខ្វល់ពីពួកឯងហើយបើពួកឯងចូលមកដោយការប្រមាថបែបនេះហើយពួកឯងគិតថាអាចត្រឡប់ទៅផ្ទះវិញបាននោះធ្វើឲ្យពួកគេលឺហើយគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយបានបន្តិចអមនុស្សដែលសន្ធិដ្ឋក្នុងរាងកាយរបស់នីតាក៏ហាក់ដូចជាចេញពីក្នុងខ្លួនរបស់នាងវិញហើយក៏ធ្វើឲ្យនាងសន្លប់បាត់ទៅក្រោយមកពួកគេក៏សម្រេចចិត្តដើរត្រឡប់ទៅវិញដោយការអៀវនីតាពីក្រោយតែម្ដងតែពួកគេធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងទៅហើយនៅតែមិនអាចដើរទៅដល់ជើងភ្នំវិញនោះទេហាក់ដូចជាដើរទៅមកនៅតែកន្លែងដដែលតែពួកគេក៏នៅតែព្យាយាមដើរទៅមុខស្វែងរកច្រកចេញពីតំបន់ភ្នំនេះក៏ស្រាប់តែឃើញវាលស្មៅដ៏ធំមួយក៏ព្យាយាមដើរចូលទៅក្នុងវាលស្មៅនោះក៏ចាប់ផ្ដើមឮសំឡេងហ្វូងមនុស្សជាច្រើនក៏ធ្វើឲ្យពួកគេគិតថាប្រហែលជាមានភូមិនៅក្បែរនេះហើយទើបឮសំឡេងមនុស្សបែបនេះក៏ព្យាយាមដើរតាមសំឡេងនោះរហូតពួកគេក៏ដើរទៅដល់ឃើញមានផ្សារមួយកណ្ដាលភ្នំមានមនុស្សយ៉ាងច្រើនធ្វើឲ្យពួកគេចម្លែកចិត្តខ្លាំងណាស់នៅកណ្ដាលភ្នំបែបនេះបែរទៅជាមានផ្សារមានមនុស្សកកបែបនេះរួចពួកគេក៏ដើរចូលទៅនិងព្យាយាមសួរអ្នកលក់នៅទីនេះតែមើលទៅហាក់ដូចជាមិនមាននរណាតបឆ្លើយ
ឡើយជាមួយនឹងពួកគេនោះទេតែដោយសារតែពួកគេហត់នឿយខ្លាំងពេកក៏នាំគ្នារកកន្លែងសម្រាកនៅក្នុងផ្សារនោះបន្តិចភ្លាមនោះអាកាក៏ស្រាប់តែក្រលៀសភ្នែកបន្តិចឃើញមានមនុស្សឈរសម្លឹងមកកាន់ពួកគេដោយកៅភ្នែកយ៉ាងគួរឲ្យខ្លាចនិងបានឃើញស្ត្រីរបាំម្នាក់នៅខាងក្រោយនោះក្នុងសភាពដូចជាខ្មោចអញ្ចឹងកំពុងតែសម្លឹងមកកាន់ពួកគេឃើញហើយគឺព្រឺសម្បល់ខ្លាំងណាស់ហើយបានបន្តិចក៏ស្រាប់តែបាត់ចេញពីទីនោះវិញទៅភ្លាមនោះអាកាក៏ស្រាប់តែត្រូវអាយុដាស់ទៅវិញបានន័យថាមុននេះគេបិទភ្នែកដីទាំងដែលគេមុននេះមើលឃើញរបស់ចម្លែកនោះទេហើយអាយុជាយាមដាស់អាកាបែបនេះដោយសារតែពួកគេមើលឃើញថាតែមួយរំពេចសោះអ្នកភូមិនៅក្នុងផ្សារយ៉ាងកោះកដែលពួកគេឃើញមុននោះបែរទៅជាបាត់ចេញពីទីនោះយ៉ាងចម្លែកធ្វើឲ្យពួកគេចាប់ផ្ដើមភ័យខ្លាចក៏ប្រញាប់ប្រមូលអីវ៉ាន់ចាក់ចេញពីទីនោះហើយគ្រាន់តែពួកគេរត់ចេញពីក្នុងផ្សារនោះចូលទៅក្នុងវាលស្មៅមុននោះវិញងាកក្រោយមើលបន្តិចក៏ស្រាប់តែឃើញថាទីនោះមិនមានផ្សារដូចអ្វីដែលពួកគេឃើញមុននោះទេបានន័យថាមុននេះវាគ្រាន់តែជាការបំភាន់ភ្នែករបស់ពពួកអមនុស្សរួចពួកគេក៏ប្រញាប់ព្យាយាមរកផ្លូវផ្សេងចាក់ចេញពីភ្នំនេះឲ្យកាន់តែឆាប់តែភ្លាមនោះពួកគេក៏ឮសំឡេងតន្ត្រីបុរាណប្រគំនៅខាងមុខយ៉ាងចម្លែករួចពួកគេក៏ព្យាយាមដើរទៅមើលនៅក្បែរនោះក៏ស្រាប់តែបានឃើញវង់តន្ត្រីបុរាណប្រគំទៅដោយមនុស្សច្រើនកុះកតែក៏មានសភាពហាក់ដូចជាខ្មោចអញ្ចឹងមានភ្នែកពណ៌សយ៉ាងចម្លែកកំពុងតែប្រគំនិងទេសនាវង់តន្ត្រីនោះនៅពេលដែលឃើញបែបនេះហើយធ្វើឲ្យពួកគេគឺពិតជាព្រឺសម្បល់ខ្លាំងណាស់បានបន្តិចពួកគេដែលកំពុងតែប្រគំតន្ត្រីនិងទេសនាតន្ត្រីបុរាណនោះក៏ស្រាប់តែងាកសម្លឹងមកកាន់ពួកគេទាំងអស់គ្នាព្រមគ្នាតែម្ដងហើយភ្លាមនោះក៏ស្រាប់តែមានខ្យល់ត្រជាក់បក់មកកាន់ពួកគេយ៉ាងខ្លាំងមួយរំពេចធ្វើឲ្យពួកគេមើលលែងឃើញអ្វីគ្រប់យ៉ាងនិងសូម្បីតែក្រុមតន្ត្រីខ្មោចមុននោះក៏ពួកគេលែងអាចមើលឃើញបន្តទៀតហើយទើបភ្លាមនោះពួកគេក៏ប្រញាប់បន្តដើរទៅមុខបន្តទៀតរហូតដល់មេឃងងឹតដោយសារតែពួកគេដើរពេញមួយថ្ងៃរហូតដល់មេឃងងឹតទៅហើយនៅតែមិនអាចរកឃើញច្រកចេញនោះទេក៏សម្រេចចិត្តសម្រាកនៅក្នុងវាលស្មៅនោះតែម្ដងភ្លាមនោះក៏ស្រាប់តែមានឆ្កែពីរក្បាលមានភ្នែកពណ៌ក្រហមបង្ហាញខ្លួននៅនឹងមុខពួកគេយ៉ាងគួរឲ្យខ្លាចតែភ្លាមនោះក៏មានបរិសុទ្ធចំណាស់ម្នាក់ដើរចេញមកនិងសួរពួកគេថាមកធ្វើអ្វីនៅទីនេះហើយពួកគេក៏ថាពួកគេគឺជាអ្នកឡើងភ្នំកំសាន្តតែពេលនេះពួកគេវង្វេងផ្លូវទៅហើយមិនអាចរកផ្លូវចុះពីភ្នំនេះវិញបាននោះទេរួចលោកតាចំណាស់នោះក៏សួរថាចុះពួកឯងមានបានឃើញអ្វីចម្លែកទេគឺដូចជាផ្សារខ្មោចនិងក្រុមប្រគំតន្ត្រីខ្មោចតើពួកឯងបានឃើញទេគ្រាន់តែឮលោកតានិយាយបែបនេះក៏ធ្វើឲ្យពួកគេព្រឺសម្បល់ខ្ញាក់តែម្ដងមិនដេចក៏លោកតាដឹងពីអ្វីដែលពួកគេបានឃើញច្បាស់យ៉ាងនេះទើបគាត់ក៏និយាយថាបើពួកឯងឃើញបែបនេះបានន័យថាអ្នកតាម្ចាស់ភ្នំលែងខ្វល់ពីពួកឯងហើយទើបអាចឲ្យពពួកអមនុស្សទាំងអស់នោះអាចបង្ហាញខ្លួនឲ្យពួកឯងឃើញនិងមិនអាចឲ្យពួកឯងស្វែងរកផ្លូវចាក់ចេញពីភ្នំនេះបាននោះទេតែភ្លាមនោះក៏ស្រាប់តែមានវិញ្ញាណចូលសន្ធិដ្ឋនៅក្នុងខ្លួននេតាម្ដងទៀតហើយរួចក៏ចាប់ផ្ដើមបើកភ្នែកពណ៌សនិយាយទៅកាន់ពួកគេថាទោះជាពួកឯងខំយ៉ាងណាក៏មិនអាចចាក់ចេញពីភ្នំនេះបានដែរពួកឯងត្រូវតែជាដង្វាយរបស់យើងភ្លាមនោះនាងក៏ចាប់ផ្ដើមអណ្ដែតខ្លួនឡើងទៅខាងលើហើយក៏ធ្លាក់ចុះមកវិញហើយលោកតាម្នាក់នោះក៏ប្រញាប់ចូលទៅព្យាយាមសូត្របាលីអ្វីម្យ៉ាងដើម្បីជួយសង្គ្រោះនាងពីវិញ្ញាណអាក្រក់ទាំងអស់នោះហើយគាត់ក៏និយាយបន្តថាគាត់គ្រាន់តែជួយនាងបានមួយពេលប៉ុណ្ណោះបើចង់ជួយនាងរហូតត្រូវតែទៅផ្ទះរបស់គាត់ធ្វើពិធីសម្អាតរាងកាយនាងពីព្រោះពពួកអមនុស្សទាំងអស់នេះមិនមែនជាអមនុស្សធម្មតានោះទេរួចពួកគេក៏បន្តដំណើរទៅកាន់ផ្ទះលោកតាម្នាក់នោះតាមសំណើរបស់គាត់ពេលដែលពួកគេធ្វើដំណើរទៅដល់ផ្ទះរបស់គាត់ពួកគេក៏ចម្លែកចិត្តដោយសារតែមានមឈូសនិងសាកសពមួយនៅក្នុងបន្ទប់ផ្ទះរបស់គាត់ហើយគាត់ក៏ប្រាប់អាយុថាដង្វាយមួយថាសដែលមានអុជធូបកណ្ដាលផ្ទះរបស់គាត់នេះត្រូវតែអុជបន្តរហូតបើមិនដូចនេះពពួកអមនុស្សនៅក្នុងព្រៃនេះនឹងអាចរកឃើញផ្ទះរបស់គាត់ឃើញនៅពេលយប់បើពេលថ្ងៃមិនអីនោះទេតែឲ្យតែមេឃងងឹតភ្លាមបើមិនអុជធូបដង្វាយនេះពពួកអមនុស្សទាំងអស់នោះនឹងអាចរកផ្ទះរបស់គាត់ឃើញចំណែកមឈូសដែលមានសាកសពខាងក្នុងនោះគឺជាកូនស្រីរបស់លោកតាម្នាក់នោះតែនាងមិនទាន់បាត់បង់ជីវិតនោះទេដោយសារតែនាងមានជំងឺទើបគាត់ធ្វើបែបនេះបន្តអាយុឲ្យនាងតែគាត់ក៏មិនបានបកស្រាយឲ្យច្បាស់ថានាងធ្វើអ្វីឲ្យប្រកាសនោះទេទើបបានជាគាត់ធ្វើបែបនេះដើម្បីបន្តអាយុឲ្យនាងហើយនាងក៏ព្យាយាមស្រែកប្រាប់ឪពុករបស់នាងថានាងស្រែកទឹកណាស់ឲ្យនាងសុំផឹកទឹកបន្តិចមកតែគាត់ថាកូនមិនអាចផឹកទឹកបាននោះទេរួចគាត់ក៏ដើរយកសម្លៀកបំពាក់ឲ្យអានីផ្លាស់សម្លៀកបំពាក់ឲ្យនីតាដើម្បីឲ្យគាត់បន្តធ្វើពិធីសម្អាតទៅលើរាងកាយរបស់
នាងចេញពីពពួកអមនុស្សទាំងអស់នោះក្រោយមកក៏ឃើញលោកតាម្នាក់នោះចាប់ផ្ដើមធ្វើពិធីសម្អាតរាងកាយរបស់នីតាក៏ស្រាប់តែឃើញរាងកាយរបស់នាងចាប់ផ្ដើមប្រែភ្នែកទៅជាពណ៌សនិងអណ្ដែតខ្លួនឡើងទៅខាងលើបានបន្តិចក៏ធ្លាក់ចុះមកវិញហើយលោកតាម្នាក់នោះក៏ថារងចាំទៅដល់ព្រឹកស្អែកនីតាដឹងខ្លួនមកវិញនិងប្រកាសជាដឹងថារាងកាយរបស់នាងបានសម្អាតបានសម្រេចឬក៏អត់តែនៅយប់នេះគ្រប់គ្នាមិនអាចចេញទៅខាងក្រៅបាននោះទេព្រោះអមនុស្សនៅទីនេះនឹងចេញនៅពេលយប់បង្ហាញខ្លួនច្បាស់តែម្ដងមានតែផ្ទះមួយនេះតែប៉ុណ្ណោះដែលអាចរក្សាសុវត្ថិភាពឲ្យពួកឯងបានដាច់ខាតកុំចេញក្រៅឲ្យសោះក្រោយមកពាក់កណ្ដាលយប់រូបភាពក៏បង្ហាញពីភូមិចាស់មួយនៅក្នុងព្រៃនោះក៏ស្រាប់តែចាប់ផ្ដើមឃើញពពួកអមនុស្សបង្ហាញខ្លួននៅក្នុងភូមិនោះយ៉ាងគួរឲ្យខ្លាចចំណែកនីតាកំពុងតែសម្រាកក្បែរពូគេទាំងអស់គ្នាក៏ស្រាប់តែក្រោកឡើងមកយ៉ាងចម្លែកដើរចេញទៅខាងក្រៅហើយអានីឃើញបែបនេះក៏ដើរតាមទៅមើលក៏ស្រាប់តែឃើញនាងកំពុងតែចាប់មាន់របស់លោកតានោះយកមកហាំស៊ីទាំងរស់តែម្ដងបានន័យថារាងកាយរបស់នាងមិនទាន់បានសម្អាតចេញពីពពួកអមនុស្សបានសម្រេចនោះទេរួចនាងក៏បញ្ញាប់ទៅប្រាប់មិត្តរបស់នាងដែលកំពុងតែគេងលក់នោះនិងបន្តទៅប្រាប់លោកតាម្នាក់នោះពេលដែលគ្រប់គ្នាចេញមកមើលឃើញនាងបែបនេះតែនាងក៏ស្រាប់តែប្រញាប់រត់ចូលទៅក្នុងព្រៃយ៉ាងចម្លែកតែម្ដងហើយលោកតាក៏ព្យាយាមរៀបចំសម្ភារៈរបស់គាត់ដើម្បីទៅតាមនាងតែក៏ហាមពួកគេមិនឲ្យទៅជាមួយនោះទេត្រូវតែនៅក្នុងផ្ទះនេះដើម្បីរក្សាសុវត្ថិភាពតែពេលដែលគាត់រត់ចូលទៅក្នុងព្រៃក៏ឃើញនីតាកំពុងតែខសម្លឹងមកកាន់គាត់បានបន្តិចក៏ស្រាប់តែមានអ្វីមួយយ៉ាងចាប់ទាញនាងចូលទៅក្នុងព្រៃបាត់ស្រមោលតែម្ដងហើយបានបន្តិចរូបគាត់ក៏ត្រូវអ្វីមួយយ៉ាងចាប់ទាញចូលទៅក្នុងព្រៃដូចគ្នាចំណែកពួកគេទាំង3នាក់កំពុងតែរងចាំលោកតាទៅជួយនីតាត្រឡប់មកវិញតែមិនឃើញមកវិញសោះភ្លាមនោះក៏ស្រាប់តែឃើញកូនស្រីរបស់លោកតាស្រែកយំថាឪពុករបស់នាងគឺជាបិសាចមិនឲ្យនាងផឹកទឹកធ្វើបាបនាងពេលឃើញនាងស្រែកយំយ៉ាងគួរឲ្យអាណិតបែបនេះអាការក៏រត់ទៅចាក់ទឹកបំរុងនឹងយកទៅឲ្យនាងផឹកតែមិត្តរបស់គេក៏ប្រាប់ថាបំរាមរបស់លោកតាគឺហាមមិនឲ្យនាងផឹកទឹកនោះទេរួចគេក៏កំពុងតែប្រកែកជាមួយនឹងមិត្តរបស់គេក៏ត្រូវនាងរុញដៃរបស់គេឲ្យគំពប់ទឹកមកលើខ្លួនរបស់នាងហើយគ្រាន់តែខ្លួនរបស់នាងប៉ះទឹកភ្លាមក៏ចាប់ផ្ដើមបញ្ចេញអាការៈហាក់ដូចជាមានកម្លាំងយ៉ាងខ្លាំងហើយក៏ក្រោកចេញពីចំណងក្នុងមឈូសមនុស្សរស់នោះចេញមកខាងក្រៅហើយក៏រត់ចូលទៅក្នុងព្រៃបាត់ទៅរួចពួកគេក៏ព្យាយាមរត់តាមទៅមើលក៏បានឃើញចង្កៀងរបស់លោកតាជ្រុះធ្លាក់នៅលើដីតែមិនឃើញគាត់នោះទេក៏បន្តដើរទៅមើលនៅខាងមុខបន្តទៀតក៏ស្រាប់តែបានឃើញពពួកអមនុស្សទាំងអស់នោះកំពុងតែប្រជុំគ្នាធ្វើពិធីទៅកាន់មនុស្សដែលពួកគេចាប់បានកាលពីពេលកន្លងមកដែលជាអ្នកទេសចរឡើងភ្នំដូចគ្នាក្នុងនោះក៏មាននីតាក៏ដូចជាកូនស្រីរបស់លោកតានិងលោកតាខ្លួនឯងផងដែរតែភ្លាមនោះពួកគេក៏បង្កសម្លេងឲ្យពពួកអមនុស្សនោះបានឮក៏ព្យាយាមនាំគ្នាដើរសម្ដៅមកកាន់ពួកគេយ៉ាងគួរឲ្យខ្លាចទៅពួកគេក៏ព្យាយាមរត់គេចរហូតចូលទៅពួននៅក្នុងរូងភ្នំមួយហើយក៏លើកថ្មបិទច្រកនោះដំបូងពួកគេគិតថាចង់ពួននៅក្នុងរូងភ្នំនេះរហូតដល់ថ្ងៃរះតែបើធ្វើបែបនេះពួកគេអាចរួចខ្លួនតែលោកតាកូនស្រីរបស់គាត់និងនីតាមិត្តរបស់ពួកគេប្រកាសជាជួបបញ្ហាជាមួយនឹងអមនុស្សនៅក្នុងពិធីនោះជាពុំខានអាចនឹងបាត់បង់ជីវិតក៏គិតថាចង់ចេញទៅជួយពួកគេតែភ្លាមនោះពពួកអមនុស្សក៏ព្យាយាមទម្លុះរនាំងថ្មអាចចូលទៅក្នុងរូងភ្នំនោះបានសម្រេចទើបពួកគេក៏បញ្ញាប់រកច្រកចេញពីរូងភ្នំនោះវិញនៅពេលដែលពួកគេរត់ចេញទៅខាងក្រៅបានសម្រេចរត់សម្ដៅទៅផ្ទះរបស់លោកតាអាការក៏រត់ដួលត្រូវពពួកអមនុស្សនោះចាប់បានហើយអានីនិងអាយុក៏បន្តរត់ទៅមុខចូលទៅក្នុងផ្ទះរបស់លោកតាព្រោះមានតែផ្ទះនេះតែប៉ុណ្ណោះដែលអាចគេចេញពីពពួកអមនុស្សនោះតែពេលនោះអាយុក៏ទើបតែចាប់អារម្មណ៍ដឹងថាធូបអុជនៅថាសដង្វាយក្នុងផ្ទះនោះអស់ទៅហើយបើតាមលោកតាប្រាប់ត្រូវតែដុតបន្តរហូតទើបប្រសិទ្ធភាពផ្ទះនេះនៅតែមានបែបនេះបានន័យថាពពួកអមនុស្សនោះនឹងអាចមករកឃើញផ្ទះនេះនៅពេលបន្តិចទៀតជាពុំខានហើយមិនទាន់និយាយរួចផុតពីមាត់ផងក៏ចាប់ផ្ដើមឃើញពពួកអមនុស្សជាច្រើនជាយាមទម្លុះផ្ទះនោះចូលមកចាប់ពួកគេយកទៅក្រោយមកក៏ឃើញពួកគេត្រូវបានចាប់ឃុំនៅក្នុងទ្រុងឈើជាប់ចំណងដែលនៅក្បែរនោះមានអាយុអាកានិងអានីក៏ដូចជាលោកតាចំណែកកូនស្រីរបស់លោកតានិងនីតាត្រូវបានពពួកអមនុស្សយកទៅដង្រៀបធ្វើដង្វាយនៅក្នុងពិធីរបស់ពួកគេជុំគ្នាទៅហើយរួចលោកតាក៏ប្រាប់ពួកគេថាតាមពិតកាលពី10ឆ្នាំមុនគាត់ចូលមកទីនេះដំបូងក៏ជាអ្នកទេសចរដូចជាពួកឯងដែរជាអ្នកឡើងភ្នំបោះតង់ហើយគាត់ក៏បានបំពេញអ្នកតាភ្នំទើបអ្នកតាបើកដៃឲ្យពពួកអមនុស្សតាមយីគាត់
នឹងកូនស្រីហើយគាត់គឺជាអ្នកធ្លាក់ចូលទៅក្នុងទឹកមុនកូនស្រីរបស់គាត់នៅពេលដែលគាត់ដឹងការពិតក៏សម្រេចចិត្តនៅក្នុងភូមិនេះហើយក៏ធ្វើពិធីការពារកូនស្រីរបស់គាត់មិនឲ្យនាងប៉ះទឹកនោះទេបើនាងប៉ះទឹកពពួកអមនុស្សនោះនឹងអាចរកនាងឃើញហើយចំនួនដង្វាយដែលមេអមនុស្សត្រូវការគឺមានចំនួន21នាក់ហើយកូនស្រីរបស់គាត់ក៏ជាគោលដៅដង្វាយរបស់ពពួកអមនុស្សនោះដែរហើយនៅពេលចាប់បាននីតាគឺជាដង្វាយទី20ហើយនៅពេលនេះកូនស្រីរបស់គាត់ត្រូវពួកគេរកឃើញបានន័យថាគឺជាដង្វាយទី21ទើបពួកយើងត្រូវចាប់ខ្លួនឃុំទុកនៅទីនេះតែពួកនាងបែរត្រូវជាពួកគេរៀបធ្វើជាដង្វាយព្រោះតែពិធីនៅយប់នេះរបស់ពួកគេគឺជាពិធីចុងក្រោយព្រោះពួកគេគ្រប់ដង្វាយចំនួន21នាក់ហើយភ្លាមនោះពិធីរបស់ពពួកអមនុស្សនោះក៏ចាប់ផ្ដើមប្រារព្ធទៅកាន់មនុស្សដែលពួកគេចាប់បាន21នាក់នោះភ្លាមនោះក៏ចាប់ផ្ដើមឃើញអ្នករបាំខ្មោចហោះចេញមកចាប់ផ្ដើមរាំថ្វាយនៅក្នុងពិធីនោះចំណែកពួកគេក៏ព្យាយាមរើបំរាស់ចេញពីចំណងជួយគ្នាចេញពីទ្រង់នោះបានសម្រេចនិងចាប់ផ្ដើមរៀបគម្រោងការពន្យាពេលពិធីនោះមិនឲ្យធ្វើបានសម្រេចរហូតដល់ព្រឹកឯងថ្ងៃរះហើយភ្លាមនោះពួកគេក៏បានឃើញអ្នករបាំខ្មោចនោះចាប់ផ្ដើមរាំក្បែរមនុស្សដែលជាដង្វាយរបស់ពួកគេនោះហើយក៏ចាប់ផ្ដើមយកជើងទៅជន់បំបែកទ្រូងរបស់ពួកគេផ្ដាច់ជីវិតរបស់ពួកគេម្នាក់ម្ដងហើយមុនពេលដែលជន់ទៅដល់កូនរបស់លោកតានិងនីតាពួកគេត្រូវតែរកវិធីពន្យាពេលឲ្យបានទើបអាកាក៏ដើរចេញទៅបង្ហាញខ្លួនឲ្យពួកអមនុស្សនោះឃើញដើម្បីរត់តាមគេដើម្បីពន្យាពេលហើយពួកគេផ្សេងទៀតក៏ចូលទៅសង្គ្រោះកូនរបស់លោកតានិងនីតាចេញពីទីនោះតែចុងក្រោយអាកាក៏ត្រូវពពួកអមនុស្សចាក់ទម្លុះរាងកាយរបស់គេបញ្ចប់ជីវិតគេភ្លាមនោះតែម្ដងហើយពួកគេទាំង5នាក់ផ្សេងទៀតក៏មិនអាចរកច្រកចេញទៅណាបានដដែលពេលនោះមេព្រាយភ្នំក៏បានបង្ហាញខ្លួននិយាយទៅកាន់ពួកគេថាពួកឯងមិនអាចទៅណាបានទាំងអស់ពួកនាងគឺជាដង្វាយរបស់យើងហើយអាម្នាក់ប្រុសនេះវាជំនួសគូស្នេហ៍របស់វាតែកូនស្រីរបស់តាកញ្ចាស់នេះត្រូវតែជាដង្វាយទី21របស់យើងតែលោកតាក៏តវ៉ាជាមួយនឹងព្រាយភ្នំនោះថាគាត់សុខចិត្តលះបង់ជីវិតរបស់គាត់ជំនួសកូនស្រីទើបក៏ដើរទៅឲ្យពពួកអមនុស្សនោះយកជីវិតគាត់ជំនួសកូនស្រីទៅនៅពេលដែលគ្រប់ដង្វាយទាំង21ពួកអមនុស្សនោះក៏ចាប់ផ្ដើមធ្វើពិធីរបស់ពួកគេបានសម្រេចហើយនៅទីនោះក៏ចាប់ផ្ដើមងងឹតមើលអ្វីលែងឃើញតែម្ដងរួចនៅពេលដែលពួកគេបើកភ្នែកមកវិញមេឃក៏ភ្លឺទៅហើយក៏ឃើញអ្នកដែលមានជីវិតនៅសល់គឺមាននីតាអានីអាយុនិងកូនស្រីរបស់លោកតាម្នាក់នោះចំណែកលោកតានិងអាកាត្រូវបានคล้ายទៅជាដង្វាយរបស់ពពួកព្រាយព្រៃនោះទៅហើយក្រោយពីអាគមបំបាំងពួកគេត្រូវបានរំសាយក៏ធ្វើឲ្យក្រុមអ្នកសង្គ្រោះក៏អាចរកពួកគេឃើញហើយក៏នាំពួកគេចាក់ចេញពីព្រៃនោះទៅជួបគ្រួសារដែលកំពុងតែរងចាំនៅឯជើងភ្នំបានសម្រេចហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតាមដានសាច់រឿងសម្រាយមួយនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយក៏សូមជូនពរប្រិយមិត្តទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយជម្រាបលា admin ឆ្លាញ់ប្រិយមិត្តទាំងអស់គ្នា